បាទតែទៅជាមួយនឹងសាច់រឿងបន្ទាប់នេះគឺនឹងលើកឡើងអំពីកីឡាករវ័យក្មេងសញ្ជាតិប៉ូទុយហ្គាល់គឺកីឡាករ Nuno Mendes ដែលជាខ្សែការពារស្លាបដែលកំពុងតែលេចធ្លោខ្លាំងទាំងនៅតំបន់គេថាតំបន់អឺរ៉ុបជាពិសេសជាមួយនឹងក្រុមជម្រើសជាតិបញ្ចខែប៉ូទុយហ្គាល់ដែលទើបតែជួយឲ្យបញ្ចខែប៉ូទុយហ្គាល់ឈ្នះពានរង្វាន់បាទ UEFA Nation League បាទថ្មីនេះតែម្ដងបាទហើយក៏ជាកីឡាករមួយរូបដែលនាំឲ្យ PSG នៅក្នុងការឈ្នះពានរង្វាន់ UEFA Champions League ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រក្លឹបផងដែរដូច្នេះ Nuno Mendes គឺជាកីឡាករដ៏សំខាន់បាទសម្រាប់ក្រុមជម្រើសជាតិបញ្ចខែប៉ូទុយហ្គាល់ក៏ដូចជាកីឡាកររបស់ក្លឹបបាទ PSG បាទមកយើងមកដឹងអំពីសាវតារបស់កីឡាករ Nuno Mendes ដែលមួយរយៈពេលចុងក្រោយនេះគឺថាប្រិមិត្តបងប្អូនអ្នកគាំទ្របញ្ចខែប៉ូទុយហ្គាល់មានការពេញចិត្តបាទទៅលើទម្រង់លេងរបស់ Nuno Mendes នេះខ្លាំងមែនទែនទាំងអ្នកគាំទ្របញ្ចខែប៉ូទុយហ្គាល់ក៏ដូចជាអ្នកគាំទ្រក្លឹប PSG បាទសម្រាប់កីឡាករ Nuno Mendes មានឈ្មោះពេញថា Nuno Alexandre បាទ Tavares Mendes ដែលយើងហៅកាត់ថា Nuno Mendes បាទរូបគេគឺមានវ័យ22ឆ្នាំបាទហើយសម្រាប់ទីកន្លែងកំណើតរបស់គេគឺកើតនៅទីក្រុង Barcelona របស់ប្រទេសប៉ូទុយហ្គាល់សម្រាប់កីឡាកររូបនេះគឺលេងនៅក្នុងតួនាទីជាខ្សែការពារស្លាបខាងឆ្វេងបាទហើយបើនិយាយអំពីប្រវត្តិនៅក្នុងការចូលរួមបាទជាមួយនឹងបាល់ទាត់រូបគេបានធ្លាប់ចូលរួមបាទតាំងពីឆ្នាំ2011កាលនោះគេចូលរួមជាមួយនឹង Sparta 2011ដល់2012 2012ដល់2020រូបគេក៏បានចូលរួមជាមួយនឹង Sporting CP ដែលជាក្លឹបបាទកំពុងតែឡើងជើងខ្លាំងនៅឯប៉ូទុយហ្គាល់បាទតាក់ទងជាមួយនឹង Nuno Mendes រដូវកាល2020រូបគេក៏បានចូលរួមជាមួយនឹង Sporting CP បាទដែលជាការក្លឹបធំតែម្ដងបាទការចូលរួមជាមួយនឹង Sporting CP រដូវកាល2020ដល់2022កាលនោះអាចនិយាយបានថា Nuno Mendes ក៏ធ្លាប់បានស្ថិតក្រោមការដឹកនាំរបស់លោក Ruben Amorim ផងដែរបាទនៅពេលដែល Sporting CP កំពុងតែធ្វើឲ្យតំបន់អឺរ៉ុបមានការចាប់អារម្មណ៍ជាពិសេសការប្រកួតនៅក្នុងពានរង្វាន់ជម្រុះ UEFA Champions League បាទក៏ដូចជាការប្រកួតនៅ I League របស់ប៉ូទុយហ្គាល់យើងឃើញថាសម្រាប់ Nuno Mendes បន្ទាប់ពីការបង្ហាញទម្រង់លេងបានល្អជាមួយនឹង Sporting CP ហើយក្លឹបអ្នកមានរបស់បារាំងគឺ Paris Saint-Germain ក៏បានដាក់ខ្ចីជើងបាទសូមខ្ចីជើងកីឡាករ Nuno Mendes រដូវកាល2021-2022ការទៅចូលរួមជាមួយនឹង PSG បង្ហាញខ្លួនបាន27ប្រកួតបាទអញ្ចឹងការបង្ហាញខ្លួនរបស់គេគឺបានច្រើនបន្ទាប់មករដូវកាល2022បន្ទាប់ពីឃើញទម្រង់លេងរបស់ Nuno Mendes លេងបានល្អស៊ីសង្វាក់គ្នាបាទគឺ PSG គឺសុំទិញផ្ដាច់តែម្ដងបាទទិញផ្ដាច់ពី Sporting CP រដូវកាល2022រហូតដល់ពេលបច្ចុប្បន្ននេះរូបគេបង្ហាញខ្លួនឲ្យ PSG បាន53ប្រកួតនិងសុបបញ្ចូលទីបានចំនួន3គ្រាប់និយាយអំពីការចូលរួមជាមួយនឹងក្រុមជម្រើសជាតិបញ្ចខែប៉ូទុយហ្គាល់ Nuno Mendes គឺចូលរួមតាំងពីឆ្នាំ2018ដែលកាលនោះគឺគេបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប៉ូទុយហ្គាល់អាយុក្រោម16ឆ្នាំបង្ហាញខ្លួនបាន3ប្រកួតហើយក៏បានលេងឲ្យក្រុមជម្រើសជាតិប៉ូទុយហ្គាល់អាយុក្រោម17ឆ្នាំបាទបង្ហាញខ្លួនបាន3ប្រកួតអុយ18បង្ហាញខ្លួនឲ្យបាន3ប្រកួតអុយ19បាទបាន5ប្រកួតបាទអុយ21បាន4ប្រកួតនិងចុងក្រោយបាទគឺចាប់ពីរដូវកាល2021គេចាប់ដើមជាប់បាទក្រុមជម្រើសជាតិបញ្ចខែប៉ូទុយហ្គាល់ឈុតធំតែម្ដងរហូតដល់2025គឺបង្ហាញខ្លួនបាន37ប្រកួតនិងសុបបញ្ចូលទីបាន1គ្រាប់សម្រាប់ Nuno Mendes អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងគឺការលេងនៅក្នុងពានរង្វាន់បាទ UEFA Champions League បាទការលេងឲ្យ PSG នៅក្នុងការបំបាក់ទៅលើក្រុម Inter Milan ហ្នឹងណាបាទគឺកីឡាករ Nuno Mendes នេះគឺល្អមែនតើម្ដងការអត្តការរត់ចុះបាទឡើងគឺការក្រោកការ axis របស់គេគឺធ្វើបានល្អហើយបន្ទាប់ពីការជួយឲ្យ PSG នៅក្នុងការក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League ជាលើកដំបូងបាទនៅក្នុងប្រវត្តិសាស្ត្រក្លឹបហើយរូបគេក៏បានមកចូលរួមជួយក្រុមជម្រើសជាតិបញ្ចខែប៉ូទុយហ្គាល់ទៀតធ្វើឲ្យបញ្ចខែប៉ូទុយហ្គាល់ក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ UEFA Nation League នេះជាលើកទី2បាទបើយើងរាប់ទៅប៉ូទុយហ្គាល់គេធ្លាប់ឈ្នះម្ដងបាទអេស្ប៉ាញគេធ្លាប់ឈ្នះម្ដងដូចគ្នាបាទដល់ទៅពេលការឈ្នះលើកនេះបាទគឺជាការឈ្នះដែលធ្វើឲ្យកំណត់ត្រានៃពានរង្វាន់ UEFA Nation League របស់ប៉ូទុយហ្គាល់
bàច្រើនជាង កើនឡើង បាទអេស្ប៉ាញអញ្ចឹងយើងឃើញសម្រាប់ Nuno Mendes ក្របបាល់ឲ្យគេស៊ុបណាបាទញាក់បាទខ្សែការពារឲ្យស៊ុបបាទអ្នកចាំទីគឺជួលបានទេបាទរបស់អេស្ប៉ាញអានឹងមកក្របដែលកើតឡើងដោយ Nuno Mendes ផ្ទាល់បាទមកក្របទៀតគឺជាក្របបាល់ Axis បាទការកាត់បាទពីស្លាបមកផ្លាតប៉ះជើងខ្សែការពាររបស់អេស្ប៉ាញឡងមកប៉ះ Cristiano Ronaldo បាទតាក់ចូលទីតែម្ដងបាទពេលចូលទីនេះគឺស្អាតណាក្របបាល់ហ្នឹងគឺធ្វើឲ្យឡើងដល់វគ្គ extra time រហូតដល់វគ្គពេលនឹងទីបាទអញ្ចឹងយើងឃើញក្របបាល់ពេលនឹងទីគឺដោយសារតែកីឡាករ Alvaro Morata របស់អេស្ប៉ាញខកខានទើបធ្វើឲ្យកីឡាករ Ruben Neves ដែលជាអ្នកសុទ្ធចុងក្រោយនោះគឺនាំឲ្យប៉ូទុយហ្គាល់ឈ្នះពានរង្វាន់បាទ UEFA Nations League តែម្ដងប៉ុន្តែអ្វីចង់ជំរាបជូននោះគឺថាកីឡាករ Nuno Mendes ការបង្ហាញខ្លួនឲ្យការប្រកួត UEFA Champions League ក៏ជាកីឡាករល្អបាទសម្រាប់ប្រទេសបាទសម្រាប់ប៉ូទុយហ្គាល់ការប្រកួតបែបដាច់ព្រាត់ក៏ខ្លាចជាកីឡាករល្អដូចគ្នាអញ្ចឹងអាចនិយាយបានថា Nuno Mendes នេះគឺជាខ្សែការពារស្លាប់ដែលគេថាក្នុងកម្រិតមួយខ្ពស់បំផុតហើយនាពេលបច្ចុប្បន្ននេះព្រោះជោគជ័យទាំងក្លឹបជោគជ័យទាំងជម្រើសជាតិបាទខ្ញុំចាប់អារម្មណ៍ថា Sporting CP គឺជាក្លឹបបាល់ទាត់មួយនៅអេស្ប៉ាញដូចជានៅប៉ូទុយហ្គាល់សំទោសបាទនៅប៉ូទុយហ្គាល់គឺជាក្លឹបមួយដែលបង្កើតកីឡាករសកាបាទបន្តកីឡាករតែម្ដងព្រោះភាគច្រើនយើងឃើញការជំនាន់មុនមានកីឡាករច្រើនណាស់មកដូចជា Nani ដូចជា Cristiano Ronaldo ហើយរយៈកាលក្រោយមកទៀតមាន Bruno Fernandes មានកីឡាករច្រើនហើយឥឡូវនេះមានNuno Mendes ដែលមកពី Sporting CP ទៀតអញ្ចឹង Sporting CP ទៅបិទថាមិនជោគជ័យខ្លាំងជាមួយនឹងពានរង្វាន់នៅអឺរ៉ុបប៉ុន្តែជោគជ័យនៅលីករបស់ប៉ូទុយហ្គាល់ហើយក៏ជាក្លឹបមួយដែលរកចំណូលបានច្រើនតាមរយៈការផ្ទេរផ្ទូកីឡាករចេញមកលេងលីកផ្សេងៗហ្នឹងដែរបាទខ្ញុំចាប់អារម្មណ៍ចឹងមកហើយបើសម្រាប់កីឡាករ Nuno Mendes ស្មោះត្រង់ទៅ UEFA Champions League ខ្ញុំមិនសូវជាបានទស្សនាជាប់លាប់ទេនិយាយស្មោះត្រង់ហើយអញ្ចឹងក៏មិនដឹងថាទម្រង់លេងរបស់គាត់យ៉ាងម៉េចទេប៉ុន្តែបន្ទាប់ពីការប្រកួត UEFA Nations League នៅក្នុងការប្រកួត UEFA Nations League នៃឆ្នាំហ្នឹងខ្ញុំចាប់អារម្មណ៍ប៉ូទុយហ្គាល់ហើយខ្ញុំតាមដានគាត់ចង្វាក់ដែលកន្លែងដែលគាត់លេងតំបន់ខ្សែការពារឆ្វេងខ្សែប្រយុទ្ធល្អភិកច្រើនគឺអត់សូវទៅផុតគាត់ទេបាទដូចនិយាយគេឡាមីនយ៉ាម៉ាល់គេបាទការបិទឡាមីនយ៉ាម៉ាល់គឺជាគេថារ៉ូលគឺជាតំបន់គឺជាកីឡាករមួយដែលពិបាកនៅក្នុងការចាប់ឬក៏បិទគាត់ណាប៉ុន្តែដល់ពេលមកប៉ះជាមួយ Nuno Mendes គឺពិបាកទៅជាមួយ Nuno Mendes វិញបាទហើយឃើញហើយមិនត្រឹមតែការពារបានល្អទេនៅតំបន់ស្លាប់ខាងឆ្វេងរបស់គេហ្នឹងនៅក្នុងការជួយ support control ឬក៏ counter attack ប្រយុទ្ធបន្ថែមទៀតក្រៅពីជួយ assist ឲ្យមិត្តរួមក្រុមសុភជោទីក៏ជាកីឡាករដែលសុភជោទីខ្លួនឯងដែរបាទជិះទៅមិនធម្មតាតែម្ដងកីឡាករដែលលេងបែបហ្នឹងកាលពីមុនមែនតើទៅធ្លាប់ឃើញតែកីឡាករមួយចំនួននេះសកាដែលខ្ញុំគិតថាជាកីឡាករដែលល្អហើយលេចធ្លោហើយបែបជួយ support control បែបហ្នឹងណាបើខ្ញុំស្គាល់ពីច្រើនកីឡាកររបស់ Man U និង Chelsea បាទ Man U Chelsea ឬក៏ Arsenal ជាដើមឬក៏ Real Madrid ខ្ញុំឧទាហរណ៍ថាមានដូចជាកីឡាករបាទបងប្អូនស្គាល់ហើយកីឡាករ Hanse របស់ Man U ណាបាទកីឡាករ Hanse របស់ Man U ហ្នឹងអតីតកីឡាករជម្រើសជាតិអាសង់ទីនក៏ជាកីឡាករមួយដែលចូលចិត្តលេងបែបអញ្ចឹងដែរបាទលេងបែប support ការពារហើយនឹងសុភជោទីMiguel Silvestre របស់បារាំងបាទកីឡាករក្បាលរៀងតងោលបងប្អូនបាទ Silvestre ហ្នឹងក៏ជាកីឡាករបែបហ្នឹងដែរ Roberto Carlos បាទ Roberto Carlos កីឡាករដែលឡើងចុះបាទកីឡាករ1.68 ឯងប៉ុន្តែសួតដៃបាទឡើងចុះរត់ចុះរឡើងហើយក៏ជាកីឡាករដ៏សុភជោទីដែររយៈកាលចុងក្រោយយើងឃើញមានដូចជា Marcelo បាទ Marcelo ហើយនឹងមានកីឡាករ Ashley Cole ទៀតបាទបងប្អូនហើយស្គាល់អតីតកីឡាកររបស់ Arsenal ហើយនឹងអតីតកីឡាកររបស់ Tokyo Chelsea Ashley Cole បាទហើយមានកីឡាករច្រើនរូបទៀតប៉ុន្តែមិនច្រើនពេកទេដល់ពេលមកដល់ឥឡូវនេះខ្ញុំឃើញយើងមិនដេះដូចលេចធ្លោបន្ទាប់ពីយើងខកខានទស្សនាការលេងរបស់ Real Madrid ដែល Marcelo គាត់ចូលរួមណា Marcelo គាត់ចាក់ចេញទៅចាប់ផ្ដើមមានកីឡាករនេះដែលខ្ញុំចាប់អារម្មណ៍ហ្នឹងឯង Nuno Mendes អញ្ចឹងទើបយើងយកមកជំរាបជូនណាសកាបាទបើសម្រាប់ខ្ញុំចាប់អារម្មណ៍មានកីឡាករមួយរូបពីររូបបន្ថែមទៀតដែរបាទសម្រាប់ទូនីតិដូច Nuno Mendes ជាខ្សែការពារឲ្យឡើងជួយប្រយុទ្ធណាបងនិវិតលើកឡើងពីកីឡាករ Marcelo បាទខ្ញុំចាប់អារម្មណ៍ទៅលើកីឡាករមួយរូបរបស់អាឡឺម៉ង់បាទនៅលីកអាឡឺម៉ង់គឺកីឡាករ Alphonso Davies បាទរបស់Bayern Munich បាទនោះក៏ឡើងដូចគ្នាដែរបាទឡើងហើយជួយប្រយុទ្ធដូចគ្នាបាទកែចំណាំការដែលគាត់លេងញាក់ខ្សែការពារទាំងខ្សែបម្រើខ្សែប្រយុទ្ធនិងខ្សែការពាររបស់ Barcelona ហើយ
អាចរករកបាល់បានកន្លែងហ្នឹងគឺនៅក្នុងពានរង្វាន់ UEFA Champions League ហ្នឹងគឺជាការប្រកួតតែរករបល់ដ៏សំខាន់ដែរខ្ញុំចាប់អារម្មណ៍ដែរនឹងដែរ កន្លែងហ្នឹងគឺមានន័យថាAlphonso Davies ល្បឿនគាត់លឿនណាលឿនបាទសម្រាប់ Davies ហើយមួយរូបទៀតក៏ជួនកាលយើងតែងតែឃើញកីឡាករដែលទើបតែផ្ទេមក Real Madrid តែ Alexander Arnold បាទ Arnold ក៏ឡើងដូចគ្នាដែរបាទឡើងដូចគ្នាហើយ តែគាត់ Arnold ក៏លេងស្ដាំបាទលេងស្ដាំបាទនិយាយខាងឆ្វេងណាបាទខាងឆ្វេងគឺដូចតែយើងទៅពីអ្នកជំរាបជូនហ្នឹងគឺមិនមានច្រើននេះពេកទេបាទតែឥឡូវនេះយើងចាំមើលថាឆ្នាំបន្តក៏ដូចជារដូវកាលក្រោយទៀតណាថា Nuno Mendes ជួយជាមួយជាតិឬក៏ជួយក្រុមមកគេនឹងដល់កម្រិតណាហើយឥឡូវនេះបើនិយាយមែនតើប៉ារីសកំពុងតែមានគ្រាប់ពេជ្រនៅក្នុងដៃហើយក៏ជាកីឡាករដែលមានក្លឹបធំកំពុងតែចង់បានដែរសូម្បីតែអ្នកគ្រប់គ្រងរបស់ Real Madrid ណាក៏ដុកដាំថាឲ្យទិញផ្ដាច់ពី Paris Saint-Germain ទៅបាទពលអូពេកហើយបាទ